ការដើរឡើយមានបរិសម្នាក់ឈ្មោះចាយគឺជាជនជាតិសម្រែគាត់រស់នៅក្បែរតំបន់ភ្នំមួយដែលសប្តាហ៍គេហៅថាភ្នំជ្រាវចៅចាយពូកែខាងដើមត្រសក់ផ្អែមដែលត្រសក់គាត់នោះគឺមានរសជាតិផ្អែមឆ្ងាញ់ខុសពីត្រសក់ធម្មតាអ្នកមីងនេះត្រសក់ផ្អែមមីងយកចុះខ្ញុំមិនគិតប្រាក់ទេអូមីងអរគុណច្រើនហើយមីងធ្លាប់ជ័យត្រសក់ក្មួយផ្អែមឆ្ងាញ់មែនទែនអញ្ចឹងមីងសុំហៅក្មួយថាចៅត្រសក់ផ្អែមហើយបាទអ្នកមីងពិសាចុះចង់បានប៉ុន្មានទៀតក៏បានដែរជារៀងរាល់ថ្ងៃចៅត្រសក់ផ្អែមតែងតែយកត្រសក់ផ្អែមរបស់គាត់ទៅលក់ដូរក្នុងផ្សារដើម្បីធ្វើជារបរចិញ្ចឹមជីវិតទិញត្រសក់ផ្អែមទេទិញត្រសក់ផ្អែមទេត្រសក់ផ្អែមឆ្ងាញ់យកទៅធ្វើបង្អែមគឺឆ្ងាញ់ខ្លាំងណាស់ត្រសក់នេះពិតជាទុំល្មមហើយឲ្យមីងពីផ្លែមកឲ្យមីង3ផ្លែមកក្មួយបាទនេះខ្ញុំថែមឲ្យទៀតមីងយកទៅពិសាចុះសម័យកាលនោះនៅអាណាចក្រនៅរាជធានីអនុបត្តិមានស្ដេចព្រះនាមព្រះបាទសីហនុរាដែលសោយរាជ្យទ្រង់មានបុត្រីមួយព្រះអង្គដែលព្រះនាមចន្ទរាវតីដែលមានរូបឆោមឡោមពណ៌ស្រស់ស្អាតលើសស្រីនានាថ្ងៃមួយស្ដេចសីហនុរាទ្រង់បានយាងចុះសួរសុខទុក្ខប្រជារាស្ត្រនៅក្នុងរាជធានីរបស់ទ្រង់ហើយទ្រង់បានឈប់ចតនៅម្ដុំផ្សារពេលនោះមាននាយអាមាត្យម្នាក់បានទូលថ្វាយត្រសក់ផ្អែមរបស់ចៅត្រសក់ផ្អែមទៅដល់ព្រះរាជាក្រាបទូលព្រះអង្គនេះហើយផ្លែត្រសក់ល្បីគ្រប់ទីផ្អែមឆ្ងាញ់អស្ចារ្យសូមព្រះអង្គភ្លក់មើលចុះមើលយើងសាកភ្លក់មើលតើឆ្ងាញ់ប៉ុណ្ណាក្រោយពីសោយរួចទ្រង់មានព្រះហឫទ័យជាប់ចិត្តយ៉ាងខ្លាំងទៅលើរសជាតិត្រសក់ផ្អែមនោះនេះជាលំពេងជ័យយើងប្រកល់ឲ្យឯងការពារត្រសក់ផ្អែមមិនឲ្យចោលចូលលួចឯងអាចសម្លាប់ចោលនោះបានដោយមិនជាប់ទោសឡើយទូលបង្គំក្រាបទទួលបញ្ជានិងក្រាបអរគុណព្រះអង្គសម័យថ្ងៃមួយព្រះបាទសីហនុរាព្រះអង្គយាងទៅក្រសាលលំហែកាយតាមព្រៃភ្នំហើយបានបោះព្រះពន្លានៅជិតចំការរបស់បុរសត្រសក់ផ្អែមយើងចង់ដឹងថាតើចៅត្រសក់ផ្អែមពិតជាមនុស្សស្មោះហើយគោរពសច្ចៈហើយធ្វើតាមបញ្ជារបស់យើងឬទេវេលាយប់អាធ្រាត្រស្ងាត់ស្ដេចបានលបចូលចំការលបដោយកូនចាំមើលពីសកម្មភាពយាមកាមរបស់ចៅត្រសក់ផ្អែមជីស្រមោលអ្នកណាដែលហ៊ានចូលមកចំការត្រសក់ផ្អែមយើងមិនបានទេតារាជាបានហាមហើយឯងមករកស្ត្រីស្លាប់ហើយអាចចង្រៃលំបែងចៃក៏ត្រូវចម្លើយព្រះបរមពិតបណ្ដាឲ្យទ្រង់សគត់នៅលើដំបូកក្នុងចំការនោះទៅហើយនេះហើយបានជាដំបូកនោះហៅថាដំបូកចាក់ស្ដេចមកដល់សប្តាហ៍ថ្ងៃនេះក្រោយពីព្រះរាជាបានសគត់ទៅពួកនាយមើលសពមន្ត្រីប្រជុំគ្នារិះរងមនុស្សម្នាក់ឲ្យសោយរាជ្យដើម្បីកុំឲ្យរាជបល្ល័ង្កទំនេរមើលអស់លោកសពមុខមន្ត្រីតើអ្នកណាលោកគិតថាដែលស័ក្តិសមនឹងគ្រងរាជបន្តនោះខ្ញុំគិតថាចៅត្រសក់ផ្អែមពិតជាស័ក្តិសមបំផុតក្នុងការគ្រងរាជបន្តព្រោះគាត់មានលំពេងដ៏ខ្លាំងពូកែដែលប្រគល់ឲ្យដោយព្រះរាជាទៀតសោតព្រឹកព្រលឹមសេនាបតីនាយមើលមុខមន្ត្រីតូចធំក៏នាំគ្នារៀបក្បួនមកដង្ហែចៅត្រសក់ផ្អែមដើម្បីឡើងសោយរាជ្យតើអស់លោកមន្ត្រីអញ្ជើញមកផ្ទះខ្ញុំទាំងមានក្បួនដង្ហែបែបនេះមកមានការអ្វីដែរយើងទាំងអស់គ្នាមកអញ្ជើញចៅត្រសក់ផ្អែមឯងដើម្បីឲ្យសោយរាជ្យជាស្ដេចគ្រប់គ្រងលើរាជធានីអត្ថបទនេះបើអស់លោកមន្ត្រីនិងប្រជាជនជឿជាក់ថាខ្ញុំជាស្ដេចដ៏ល្អនោះខ្ញុំយល់ព្រមទទួលការតែងតាំងនេះព្រះបាទត្រសក់ផ្អែមក៏បានគ្រងរាជ្យបន្តពីព្រះបាទសីហនុរាជព្រមទាំងអភិសេកព្រះរាជបុត្រីចន្ទរាវតីជាព្រះអគ្គមហេសីដោយព្រះនាមមានឈ្មោះថាស្រីចន្ទរាជយើងពិតជាស្រណោះដល់ទីកំណើតនិងចំការដែលដាំត្រសក់ទីកន្លែងព្រៃព្រឹក្សានិងសត្វដែលយើងធ្លាប់ប្រឡែងលេងនិងរសជាតិផ្លែត្រសក់យើងណាព្រះអង្គក៏បានបង្គាប់បញ្ជាឲ្យសាងសង់ដំណាក់មួយនៅភ្នំជ្រាវដែលដំណាក់នេះមានឈ្មោះជាប់មកថាគោកព្រះរាជមន្ទីរ
ត្រសក់ផ្អែមនិងប្រញាតវង្សក៏យាងទៅគង់នៅព្រះរាជមន្ទីរនៅទីនោះប្រកបដោយសុខសេមក្សាន្តតរៀងទៅ